អ្នកមានសទ្ធានៅក្នុងព្រះពុទ្ធសាសនាសំដៅលើបុគ្គលដែលមានសេចក្តីជឿជាក់ច្បាស់លាស់ប្រកបដោយបញ្ញាមិនមែនជឿដោយងងឹតងងល់ឡើយសទ្ធាដែលត្រឹមត្រូវរមែងជាបង្អែកនៃសេចក្តីល្អនិងជាកម្លាំងដឹកនាំជីវិតទៅរកភាពចម្រើនរុងរឿងតាមព្រះពុទ្ធដីកាបុគ្គលដែលមានសទ្ធាពិតប្រាកដតែងស្ដែងចេញជាលក្ខណៈនិងទទួលបាននូវអានិសង្សលក្ខណៈ3របស់បុគ្គលដែលមានសទ្ធាទី1គឺចង់ជួបសប្បុរសឬអ្នកមានសិលដើម្បីក្រេបជញ្ជក់ចំណេះដឹងនិងគំរូដ៏ល្អទី2ចង់ស្ដាប់ព្រះសទ្ធម្មដើម្បីអភិវឌ្ឍប្រាជ្ញាស្មារតីទី3មានចិត្តទូលាយមិនកំណាញ់តែងតែរីករាយក្នុងការចែករំលែកនិងធ្វើទានបើនិយាយអំពីប្រភេទនៃសទ្ធានោះមាន4ប្រការទៅទៀតទី1ជឿទៅលើកម្មគឺថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ទី2ជឿទៅលើផលនៃកម្មគឺទទួលស្គាល់លទ្ធផលដែលកើតចេញពីសកម្មភាពខ្លួនឯងទី3ជឿថាសត្វលោកមានកម្មជារបស់ខ្លួនគ្មាននរណាជួយលាងបាបឬប្រទានបុណ្យឲ្យបានឡើយនិងទី4ជឿទៅលើការត្រាស់ដឹងពិតប្រាកដរបស់ព្រះសម្មាសម្ពុទ្ធចំណែកអានិសង្សរបស់អ្នកមានសទ្ធាវិញគឺនៅក្នុងបិដកលេខ44សម្ដែងថាពួកសប្បុរសក្នុងលោកតែងអនុគ្រោះដល់អ្នកមានសទ្ធាមុនគេមួយតែងតែចូលទៅអនុគ្រោះមុនគេតែងតែចូលទៅចិត្តដើម្បីណែនាំមុនគេតែងតែទទួលទានវត្ថុទានមុនគេតែងតែសម្ដែងធម៌ឲ្យស្ដាប់មុនគេនៅលុះបែកធ្លាយរាងកាយទៅរមែងទៅកើតក្នុងសុគតិភព